Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចែករំលែកពីបទពិសោធន៍ជីវិតមួយដែលគួរចាប់អារម្មណ៍អញ្ចឹងណាហើយនេះគឺជាវីដេអូដែលខ្ញុំរៀនជំនាញខាងផ្នែកសាឡនណាប៉ុន្តែក្នុងមួយផ្នែកសាឡនហ្នឹងអីដែលខ្ញុំចូលចិត្តជាងគេគឺជំនាញកាត់សក់ហ្នឹងហ្មងហើយនឹងជំនាញតរំភ្នែកអញ្ចឹងណាហើយនឹងបងប្អូនទាំងអស់គ្នាចូលមើលវីដេអូហ្នឹងនឹងតែហេងហ្មងនិយាយទៅខ្ញុំចែករំលែកពីបទពិសោធន៍ដំណើរដើមទងរបស់ខ្ញុំតាំងពីខ្ញុំមកពីកូរ៉េមករយៈពេល5ឆ្នាំហើយខ្ញុំនិយាយពីការរស់ស៊ីរបស់ខ្ញុំហើយក៏ដូចជាការរៀនជំនាញរៀនអីអញ្ចឹងណានិយាយពីបទពិសោធន៍របស់ខ្ញុំរយៈពេល5ឆ្នាំហ្នឹងខ្លីៗប្រាប់ជូនបងប្អូនទាំងអស់គ្នាអញ្ចឹងណានិយាយទៅជំនាញរបស់ខ្ញុំឆ្លាញ់ហ្នឹងពីដំបូងឡើយគឺខ្ញុំឆ្លាញ់ខាងកាហ្វេទេបងប្អូនទាំងគ្នាដល់ពេលហើយទៅខ្ញុំក៏ចាប់ដើមរៀនឆុងកាហ្វេរៀនអីហើយក៏ខ្ញុំបើកលក់កាហ្វេប៉ុន្តែដោយសារកលៈទេសៈវាមិនអំណោយផលខ្ញុំក៏បានបិទកាហ្វេហើយក៏ខ្ញុំចាប់ដើមបើកលក់អីវ៉ាន់ដូចម៉ាតចាប់រួយអីចឹងណាហើយដល់ពេលខ្ញុំលក់បានមួយរយៈមកហើយកាលពីសម័យហ្នឹងសេដ្ឋកិច្ចវាពិបាករោងចក្រគេបិទគេអីចឹងទៅក៏ស្ងាត់ហើយដល់ពេលស្ងាត់ទៅខ្ញុំមើលទៅឃើញវាអត់តំណហើយណាមួយខ្ញុំលក់ម្នាក់ឯងផងក៏ខ្ញុំសម្រេចចិត្តថាបិទទៀតហើយបន្ទាប់ពីហ្នឹងមកខ្ញុំឃើញសេដ្ឋកិច្ចមិនតំណទេខ្ញុំក៏ចាប់ដើមលក់អនឡាញខ្ញុំចាប់ដើមលក់ផលិតផលជោគខ្យល់ដូចជាខោអាវដូចជាអីចឹងណាប៉ុន្តែដល់ទៅមុខទេហើយទៅអស់ពីមួយរយៈហ្នឹងមកក៏ខ្ញុំចាប់ផ្ដើមបើកហាងមីហិលម្ដងហើយហាងមីហិលហ្នឹងបងប្អូនទាំងអស់គ្នាគឺចាយដើមច្រើនមែនតើនិយាយទៅមុខរបរបើកមួយគឺចាយដើមច្រើនណាស់3 4 5 000 3 4 5 000អញ្ចឹងណាហើយនៅហាងមីហិលហ្នឹងគឺទីតាំងល្អមែនតើមានមនុស្សដើរច្រើនហើយរោងចក្រនៅជុំវិញហ្នឹងហ្មងប៉ុន្តែជាអកុសលពេលដែលខ្ញុំបើកទៅរោងចក្រហ្នឹងមិនទាន់បានផងក៏ស្រាប់តែបិទទ្វារអញ្ចឹងទៅមួយក៏ដាច់តាមហ្នឹងអញ្ចឹងណាហើយនិយាយទៅអូនដាក់រយៈជាន់រហូតអញ្ចឹងហ្មងប៉ុន្តែខ្ញុំតស៊ូលក់បានមួយរយៈដែរហើយណាមួយខ្ញុំក៏រវល់ហើយក៏រើសបុគ្គលិកអត់បានហើយមិនយូរប៉ុន្មានយើងក៏ចាប់ផ្ដើមបិទទ្វារម្ដងទៀតការនិយាយរៀបរាប់របស់ខ្ញុំមានអារម្មណ៍ថាដូចធូរខ្លាំងណាស់មែនអត់បងប្អូនប៉ុន្តែពេលការពិតជាក់ស្ដែងវាអត់ចឹងទេក្នុងមួយមុខរបរដែលខ្ញុំចាប់ផ្ដើមហ្នឹងគឺត្រូវការចំណាយលុយច្រើនអញ្ចឹងហើយដល់ពេលយើងបរាជ័យក៏យើងខាតបង់លុយកាក់អស់ច្រើនដែរអញ្ចឹងពេលដែលបរាជ័យមុខរបរមួយហ្នឹងគឺខ្ញុំបាក់ទឹកចិត្តខ្លាំងមែនតើសឹងថាខ្លាចក្នុងការចាប់ចេញរកស៊ីបងប្អូនប៉ុន្តែអ្វីដែលខ្ញុំមានហ្នឹងគឺជាការដែលលក្ខណៈថាលើកទឹកចិត្តខ្លួនឯងណាដូចថាគិតថាអ្នកណាក៏គេជួបរឿងអញ្ចឹងដែរហើយបើសិនជាយើងបាក់ទឹកចិត្តយើងអត់ហ៊ានងើបឡើងវិញសួរថាមានអ្នកណាគេមកជួយយើងចឹងហើយរាល់ពេលដែលខ្ញុំបរាជ័យក្នុងមុខរបរមួយគឺខ្ញុំតែងតែចំណាយពេលឲ្យខ្លួនឯងព្យាបាលរបួសរួចហើយខ្ញុំក៏ចាប់ផ្ដើមងើបឈរឡើងម្ដងទៀតនិយាយទៅគឺដួលងើបហ្មងទោះជាត្រូវប្រើចំណាយរយៈពេលយូរប៉ុណ្ណាក៏ដោយក៏ខ្ញុំត្រូវតែងើបឈរវិញរយៈពេលចុងក្រោយនេះដែលខ្ញុំដួលពីហាងមីហិលហ្នឹងតែបាក់ទឹកចិត្តខ្លាំងហ្នឹងគឺខ្ញុំក៏អត់ចេញសោះហ្មងចំណាយរយៈពេលយូរខ្លាំងមែនតើដើម្បីព្យាបាលរបួសផ្លូវចិត្តចឹងណាហើយពីថ្ងៃទៅថ្ងៃគឺខ្ញុំអត់ដឹងថាខ្លួនឯងត្រូវធ្វើអីទេខ្ញុំមានអារម្មណ៍ថាពិបាកចិត្តហើយបាក់ទឹកចិត្តខ្លាំងមែនតើព្រោះអ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំធ្លាប់ដូចថាខ្ញុំបានធ្វើគ្រប់សពបែបយ៉ាងអស់ហើយប៉ុន្តែវាបរាជ័យទាំងអស់និយាយទៅមុខរបរខ្ញុំស្រឡាញ់គឺខ្ញុំធ្វើឲ្យទាំងអស់ហើយបរាជ័យគ្រប់មុខទាំងអស់ចឹងហើយខ្ញុំអត់ដឹងថាត្រូវធ្វើអីបន្តទេដល់ពេលរយៈពេលយូរទៅខ្ញុំចេះតែមើល Facebook មើលអីរៀនសូត្រពីគេអីចឹងណាថាមុខរបរណាដែលអាចរកលុយបានច្រើនហើយទៅខ្ញុំក៏អូ Facebook ចុះឡើងយូរទៅខ្ញុំមើលឃើញមុខរបរខាងសាឡនខាងសម្ផស្សហ្នឹងណាមើលទៅតំណងដូចថាជាមុខរបរដែលអត់ចេះសាបលៀបប៉ុន្តែមុខជំនាញនោះខ្ញុំអត់ចូលចិត្តទេតាមដើមប៉ុន្តែសារហ្នឹងគឺខ្ញុំរៀនតាំងពីថយរៀនដល់ខ្ញុំអត់ចូលចិត្តសោះហ្មងតែឥឡូវហ្នឹងអ្វីខ្ញុំទទួលបានអ្នកដឹងអីបងប្អូនទាំងគ្នាគឺខ្ញុំបានរកឃើញខ្លួនឯងថាខ្ញុំចូលចិត្តជំនាញកាត់សក់ហើយនឹងតរំភ្នែកហ្នឹងបងប្អូនគឺចូលចិត្តខ្លាំងហ្មងឥឡូវហ្នឹងវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយបើសិនជាវីដេអូហ្នឹងអាចនឹង viral មានបងប្អូនទាំងគ្នាចង់តាមដានភាគ2បន្តទៀតខ្ញុំអាចនឹងធ្វើភាគ2បន្តទៀតតែបើសិនជាវាអត់ viral ទេអាហ្នឹងគឺចាប់ត្រឹមភាគ1ហ្នឹងហើយអរគុណច្រើនមកទស្សនាតាមដានរហូតដល់ចប់បាយបាយ